បាទជំរាបសួរពុកម៉ែបងប្អូនបាទពីខ្ញុំពូអក្រាបាទថ្ងៃនេះថ្ងៃទី20ខែ3ឆ្នាំ2026បាទមកដល់ការដ្ឋានយើងមួយកន្លែងបាទដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបបាទទីតាំងនេះស្ថិតនៅខេត្តសៀមរាបបាទជាប្រភេទគម្រោងទាំងលបងជាទៅ Master Plan ទាំងលបងទាំងផ្ទះតែម្ដងបាទជាប្រភេទវីឡាបែបខ្មែរកាត់ជប៉ុនបាទដោយសារតែម្ចាស់ផ្ទះស្រីខ្មែរបាទម្ចាស់ផ្ទះប្រុសជប៉ុនបាទមកនេះហៅថាខ្មែរកាត់ជប៉ុនបាទជាប្រភេទវីឡាដែលមានទំហំ8គុណនឹង11កន្លះបាទបន្ទប់គេង2ហើយនឹងបន្ទប់រៀបចំដាក់ទុកដាក់សម្ភារៈមួយតូចមួយបាទផ្ទះនេះគឺខ្នាតធំពុកម៉ែបងប្អូនបាទខ្នាតធំតែគាត់យកតែបន្ទប់គេង2ទេហើយនឹងបន្ទប់ដាក់សម្ភារៈមួយនិងរៀបចំកន្លែងអាងងូតទឹករបស់គាត់បាទប្រភេទទឹកក្តៅទឹកត្រជាក់ប្រភេទត្រាំបាទមកអែមបែបបងប្អូនជនជាតិជប៉ុនយើងបាទការងារយើងនេះបាទលបងយើងចាក់មកជុំអស់ហើយក៏អត់ហើយចាក់ថ្នាំលើហើយបាទហើយផ្ទះរបស់យើងថ្ងៃនេះគឺសសរចាក់ម្សិលមកហើយថ្ងៃនេះគឺយើងក៏អត់ហើយបាទចំពោះពុកម៉ែបងប្អូនដែលមានទីតាំងស្ថិតនៅទីរួមខេត្តសៀមរាបបាទពុកម៉ែបងប្អូនធ្លាប់តាមដានពូអក្រាបាទហើយចង់ដឹងពីទឹកដៃនិងរបៀបធ្វើការផ្សេងៗដើម្បីជាទំនុកចិត្តសម្រាប់ខ្លួនឯងបាទពុកម៉ែបងប្អូនអាចឈៀងមកមើលការដ្ឋានដែលយើងកំពុងតែសាងសង់ជាក់ស្ដែងបានបាទអត់លាក់លៀមទេបាទពុកម៉ែបងប្អូនអាចចូលមើលបានបាទដើម្បីជាទំនុកចិត្តសម្រាប់ខ្លួនឯងបាទមុននឹងសម្រេចចិត្តយកពូអក្រាសាងសង់ផ្ទះជួលបាទអាចជាទំនុកចិត្តមួយដែរបាទចំពោះបងប្អូននៅខេត្តផ្សេងៗបាទពុកម៉ែបងប្អូនអត់មានជំរើសអីក្រៅពីមើលតាម social media តាមរយៈ Facebook Page ឬក៏ TikTok ឬក៏ YouTube ទេបាទពុកម៉ែបងប្អូនអាចមើលឲ្យពិចារណាពីទឹកដៃពីវិធីធ្វើការរបស់ក្រុមជាងបដកខ្មែរបាទក៏ដូចជាខ្ញុំបាទពូអក្រាបាទការងារនេះបង្ហាញតែមួយជុំទេផ្ទះរបស់យើងគឺដល់វគ្គក៏អត់ហើយលបងរបស់យើងគឺយើងរៀបមួយជុំអស់ហើយបាទហើយបន្តទៀតគឺយើងច្នៃក្នុងនេះមានសួនមានកន្លែងអាងសាច់បាទបែបបងប្អូនយើងនៅប្រទេសជប៉ុនបាទដូចនេះខ្ញុំហៅថាម៉ូតនេះម៉ូតខ្មែរកាត់ជប៉ុនបាទចំពោះពុកម៉ែបងប្អូនមានតម្រូវការក្នុងការសាងសង់បាទពុកម៉ែបងប្អូនអាចតាក់ទងបាទតាមរយៈPage ម៉ូតខ្មែរផ្ទាល់បាទក៏ដូចជាខ្ញុំបាទពូអក្រាតាមរយៈលេខ Telegram 097 97 95 197បាទពីខ្ញុំពូអក្រាបាទសូមអរគុណ